នៅយកបត់ឲ្យច្រើនអ្នកមានសមត្ថភាពគុំក្រោម5ក៏បានមកតារាងបាល់ទាត់ទៀត the best អញ្ចឹងផង និយាយតាមអ្នកមានសមត្ថភាព អូខេជំរាបសួរម៉ាក់ប៉ាទាំងអស់គ្នាស្វាគមន៍មកកាន់ម៉ាក់ប៉ា Talks Podcast ចា EP ទី12ចានេះខ្ញុំសមែនតាខ្ញុំចូលមកចាហើយយើងបានបន្ត EP នេះរហូតមកដល់ទី12ហើយវែងឆ្ងាយណាស់ហើយក៏ EP នេះក៏ជា EP ចុងក្រោយនៅក្នុង season ទី1នេះផងដែរចាអញ្ចឹងនៅក្នុងថ្ងៃនេះគឺយើងនឹងមក summarize បានន័យថាសង្ខេបហើយនឹងសរុបនៅអ្វីដែលយើងបានចាប់ផ្ដើមតាំងពី EP ទី1រហូតមកដល់ EP ទី12ចាអរគុណបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រហើយនឹង share នៅវីដេអូនេះដើម្បីឲ្យប៉ាម៉ាក់ដទៃទៀតឬក៏បងប្អូនយើងស្ដាប់កំសាន្តអីអញ្ចឹងណាចាអូខេអញ្ចឹងបងចាំទេតាំងពី EP ទី1មកយើងបាននិយាយគ្នាតាក់ទងទៅនឹងប្រធានបទអីខ្លះដែរច្រើនណាស់អត់ចាំទេចាអូចាល្អយើងអាចសង្ខេបទៅបណ្ដោយយ៉ាងម៉េចដែរចាហ៊ានអត់ចាំមែនអត់ចាំមែនទេអត់ចាំលេងទេអត់ចាំថាយើងបានចាំអត្តន័យចាំអ្វីដែលយើងបានប្រាប់ប៉ុន្តែរឿងថាឲ្យវាច្បាស់ point មួយយើងអត់ច្បាស់យើងអត់ចាំច្បាស់អញ្ចឹងចានិយាយទៅនៅក្នុងប៉ាម៉ាក់ podcast យើងគឺយើងចែកម្លែកពីបទពិសោធន៍របស់យើងផ្ទាល់អញ្ចឹងវែងឆ្ងាយដំណើរការយកតាំងពីការត្រៀមយកកូនតាំងពីដំណើរការ IVF រហូតមកដល់ចុងក្រោយដែលយើងផ្ដោតសំខាន់ជាងគេហ្នឹងគឺទៅលើការចិញ្ចឹមបីបាច់ថែរក្សាកូនពី0ខែទៅដល់3ឆ្នាំនឹងឯងចាសម្រាប់ប៉ាម៉ាក់ថ្មីថ្មោងដូចពួកយើងចាទាំងពីរអ្នកចាអានេះបទពិសោធន៍បូករួមជាមួយនឹងការស្រាវជ្រាវការអានការ research ការសួរនាំពីមនុស្សជុំវិញខ្លួនទាំងអស់ចាបើនិយាយឲ្យស្រួលស្ដាប់យើងនឹងមកសរុបចំណុចខ្លីៗហើយនឹងសំខាន់ទៅដល់ប៉ាម៉ាក់ទាំងអស់គ្នាថាតើនៅពេលដែលយើងចិញ្ចឹមកូនពី0ខែដល់3ឆ្នាំហ្នឹងតើមានចំណុចសំខាន់អីខ្លះដែលយើងគួរយកចិត្តទុកដាក់ព្រោះថាចំណុចកន្លែងនេះគឺអាចនឹងជាចន្លោះប្រហោងដែរសម្រាប់ប៉ាម៉ាក់មួយចំនួនដែលគាត់គិតថាពី0ខែដល់3ឆ្នាំឬជាអត់ចាំបាច់ត្រូវរៀនអីទេភាសាអក្សរអីមិនបាច់ទេព្រោះអត់ទាន់ដល់វ័យគាត់ចូលសាលាអញ្ចឹងនៅផ្ទះលេងធម្មតាសិនទៅប៉ុន្តែពេលខ្លះប៉ាម៉ាក់ភ្លេចគិតថាខួរក្បាលកូននៅក្នុងកំឡុងពេល0ខែដល់3ឆ្នាំនេះគឺជាពេលដែលលូតលាស់លឿនបំផុតហើយក៏ជាពេលដែលយើងអាចមានឱកាសធ្វើបន្ថែមគ្រឹះឲ្យកូនបានកាន់តែល្អផងដែរបើមិនជាយើងគ្រាន់តែបន្ថែមទៅលើការមើលទុកដាក់តិចតួចរបស់យើងទៀតនិយាយទៅនៅតែបញ្ជាក់ថាក្នុងកំឡុងពេល3ឆ្នាំដំបូងហ្នឹងគឺជាពេលដែលគាត់រៀនលឿនអភិវឌ្ឍលឿនដូច្នេះត្រូវតែកុំរំលងអ្នកខ្លះគិតធ្វើប្រហែលកន្លែងហ្នឹងគាត់អត់បរៀនពេលហ្នឹងតែគាត់បរៀនពេលក្រោយអញ្ចឹងអាហ្នឹងគាត់ចង់ប្រាប់ថាជាការ research ជាបទពិសោធន៍ជាអត្ថបទផ្សេងទាំងពេទ្យទាំងដុកទ័រអីហ្នឹងគឺបានបង្ហាញមកឲ្យថា3ឆ្នាំហ្នឹង period ហ្នឹងពេលវេលាហ្នឹងគឺជាពេលវេលាឲ្យដល់និយាយគេ golden time របស់គាត់បាទអញ្ចឹងគឺត្រូវតែដាក់ឲ្យល្អនៅពេលនោះចាអូខេអញ្ចឹងនៅក្នុងអេពីសូតនេះពួកយើងទាំងពីរនឹងលើកយករឿងទាំងអស់បានថាយើងអាចចងក្រងជាការសរុបមួយដែលក្នុងនោះចែកចេញជា7អញ្ចឹងបងប្អូនអាចស្ដាប់ដោយជា8ចំណុច8ចំណុចកុំឲ្យច្រឡំពួកយើងព្យាយាមបែងចែក1 point ព្រោះវាពាក់ព័ន្ធផ្សេងគ្នាពេលខ្លះពាក់ព័ន្ធមួយខួរក្បាលពេលខ្លះពាក់ព័ន្ធមួយរាងកាយពេលខ្លះពាក់ព័ន្ធមួយការគិតរបស់គាត់អញ្ចឹងយើងនឹងនិយាយមួយដោយសង្ខេបនឹងវាមាន8ចំណុចទី1គឺយើងផ្ដោតទៅលើ brand development គឺការលូតលាស់នៃខួរក្បាលរបស់កូន0ខែទៅ3ឆ្នាំហើយទី2យើងនិយាយពីរឿងតើការគ្រប់គ្រងអារម្មណ៍របស់គាត់ហ្នឹងវាយ៉ាងម៉េចចាទី3វិញគឺនិយាយអំពីភាសាការទំនាក់ទំនងជាមួយនឹងឪពុកម្ដាយហើយនឹងអ្នកជំនាញខ្លួនចាហើយទី4យើងនិយាយពីការលេងរបស់គាត់ព្រោះការលេងវាសំខាន់បាទទីម៉ែនេះទី5អ្នកបងចាទី5គឺទៅលើភាព independent របស់គាត់ភាពឯករាជ្យចាហើយទី6គឺការគេងហើយនឹងការធ្វើឲ្យមាន routine របស់គាត់មានទម្លាប់ទី7គឺតាក់ទងទៅនឹងអេក្រង់ទូរស័ព្ទនឹងឯងការមើលទូរស័ព្ទចាការមើល screen មិនមែនទូរស័ព្ទទេ iPad ទូរទស្សន៍អីហ្នឹងចាហើយជាចុងក្រោយគឺជារបបអាហាររបស់ពួកគាត់ដែលគាត់ត្រូវតែញ៉ាំអីដែលជួយបំពន់បន្ថែមនៅគេថាប្រាជ្ញាស្មារតីក៏ដូចជារាងកាយរបស់គាត់
អញ្ចឹងបានន័យថានៅក្នុងកំឡុងពេល0ខែ13ឆ្នាំហ្នឹងគឺ8ចំណុចនេះគឺជាអ្វីដែលប៉ាម៉ាក់គួរតែយកចិត្តទុកដាក់ បាទ ចាអញ្ចឹងចំណុចទី1នេះគឺតាក់ទងទៅនឹងការរីកលូតលាស់និងអភិវឌ្ឍនៃខួរក្បាលរបស់កូនពី0ខែទៅដល់3ឆ្នាំនៅក្នុងវ័យនេះគឺកោសិកាខួរក្បាលកូនលឿនមែនតើលូតលាស់លឿនមែនតើអញ្ចឹងនៅក្នុងអាយុពី0ខែទៅដល់3ឆ្នាំហ្នឹងខួរក្បាលរបស់កូនគឺលូតលាស់លឿនបំផុតនៅក្នុងវ័យហ្នឹងអញ្ចឹងការលេងការនិយាយស្ដីការមានទំនាក់ទំនងជាមួយនឹងឪពុកម្ដាយបងប្អូនអ្នកជិតខាងហ្នឹងគឺជាអ្វីដែលសំខាន់ បាទ នឹងភ្ជាប់សរសៃប្រសាទខួរក្បាលរបស់កូនបានល្អអញ្ចឹងខួរក្បាលហ្នឹងឯងគឺជាគ្រឹះសម្រាប់សាងឲ្យគាត់មានគ្រឹះដែលរឹងមាំហើយនឹងត្រៀមខ្លួនសម្រាប់ចេញទៅសិក្សាពីសង្គមនៅខាងក្រៅ អូខេអញ្ចឹងសម្រាប់បញ្ហាទី2វិញគឺវាពាក់ព័ន្ធទៅជាមួយនឹងការគ្រប់គ្រងអារម្មណ៍របស់គាត់នឹងឯងខ្លួនឯងអញ្ចឹងក្មេងៗរឿងពិតហ្មងគឺគាត់ពេលគាត់ខឹងគាត់សប្បាយគាត់យំគាត់មួម៉ៅអីហ្នឹងគាត់អត់ដឹងថាគាត់ត្រូវនិយាយមិនមកដាក់មនុស្សធំទេជាពិសេសឪពុកម្ដាយ ចានិយាយទៅក្នុងវ័យហ្នឹងគាត់អត់អាច control បាទ អារម្មណ៍របស់ ចឹ គាត់ ងយើងអត់មានអីធ្វើក្រៅពីគេហៅថា ជួយគាត់ យើងត្រូវជួយគាត់យើងត្រូវជាពិសេសសម្រាប់យើងគឺអត់អាចទៅខឹងងាយៗមួយគាត់បានទេយើងអាចថាយើងខំទៅយើងធ្វើចិត្តយើងឲ្យស្រួលបួលហ្នឹងហើយទី2យើងត្រូវតែបញ្យល់គាត់អូខេកូនកំពុងខឹងកូនកំពុងតែយំហើយចង់បានអីរបៀបម៉េចហ្នឹងហើយឪពុកម្ដាយវាអត់មានអីធ្វើក្រៅពីយើងត្រូវស្ងប់ស្ងាត់ជួយកូនយើងឲ្យយល់ពីអារម្មណ៍របស់គាត់ដែលយើងត្រូវបញ្យល់គាត់ទៅថាអូខេកូនខឹងកូនសប្បាយចឹងទៅហើយតែអស់ហ្នឹងវាអាចលើសពីហ្នឹងទៀតអាចជួយឲ្យគាត់មានអារម្មណ៍ថាយល់ចិត្តយើងហើយគាត់នឹងមានអារម្មណ៍ថាអូខេនៅមានយើងនៅចិត្តគាត់គាំទ្រគាត់បែបហ្នឹងឯង ចាអូខេហើយចូលដល់ចំណុចទី3តាក់ទងទៅនឹងភាសាការសន្ទនាការនិយាយគ្នាហ្នឹងក៏ជាចំណុចមួយដែលសំខាន់ដែរគឺអាយុកូនពី0ខែដល់3ឆ្នាំហ្នឹងគឺជាពេលដែលកូនកំពុងតែរៀនភាសាលឿនបំផុតពីឪពុកម្ដាយអញ្ចឹងកុំគិតថាកូននៅទូចអត់សូវនិយាយលេងមួយគាត់អត់សូវអានសភៅឲ្យគាត់ស្ដាប់ព្រោះអីទាំងអស់ហ្នឹងគឺកូននឹងចាប់លឿនហើយគាត់កំពុងតែរៀនផងដែរចាអញ្ចឹងទាំងអស់ហ្នឹងនៅពេលដែលយើងនិយាយជាមួយកូនអានសភៅឲ្យកូនស្ដាប់គឺកំពុងតែជួយផ្នែកភាសាផ្នែកការគិតរបស់គាត់ហើយនឹងជួយទៅលើការប្រស័យតាក់ទងរបស់កូនផងដែរចា បាទហើយចំណុចទី4ពាក់ព័ន្ធជាមួយនឹងការលេងវាសំខាន់ជាងការរៀនទៅទៀត នៅក្នុងវ័យហ្នឹង ហ្នឹងហើយក្នុងកំឡុងពេលពី0ទៅ3ឆ្នាំណាអញ្ចឹងក៏កុមារនៅពេលដែលគាត់លេងច្រើន លេងហ្នឹងឯងគឺជាការរៀនរបស់គាត់ចាហ្នឹងហើយ ព្រោះអានេះវាជួយឲ្យគាត់ដោះស្រាយបញ្ហាផ្សេងបានគាត់ចេះច្នៃប្រឌិតគាត់ចេះតំណែងជាមួយសង្គមមនុស្សនៅជុំវិញខ្លួនគាត់ ចា ហ្នឹងហើយអញ្ចឹងគឺកុំច្រឡំថាការលេងគឺលេងមិនមែនទេការលេងនេះគឺជាការរៀនរបស់គាត់អញ្ចឹងត្រូវតែផ្ដោតទៅលើការលេងរបស់គាត់ តែការលេងកន្លែងនេះចង់បញ្ជាក់ផងដែរអញ្ចឹងម៉ាក់ប៉ាត្រូវដឹងថាគួរជ្រើសរើសរបស់លេងរបៀបម៉េចឲ្យសមទៅនឹងអាយុរបស់កូនព្រោះថារបស់លេងនីមួយៗគឺមានគេហៅថាbenefit នៅក្នុងនឹងផលប្រយោជន៍នៅក្នុងនឹងផ្សេងគ្នាហើយក៏មានបែងចែកអាយុដែរអញ្ចឹងពេលដែលជ្រើសរើសរបស់លេងឲ្យកូនហ្នឹងគឺសំខាន់ត្រូវមើលផងអាហ្នឹងអាយុត្រូវកូនយើងអត់ហើយលេងអាហ្នឹងហើយជួយគាត់អីគេខ្លះចំណុចទី5គឺសំខាន់មួយទៀតហើយនិយាយទៅសំខាន់គ្រប់ចំណុចទី5នេះគឺទៅលើភាពឯករាជ្យភាពជាខ្លួនឯងកុំគិតថាកូននៅទូចធ្វើអីខ្លួនឯងអត់ទាន់បានធ្វើឲ្យគាត់ងាកធ្វើឲ្យគាត់ណាអត់ទេអញ្ចឹងត្រូវបរៀនគាត់ពីទូចឲ្យគាត់ចេះរៀនធ្វើអីដោយខ្លួនឯងចាប់ផ្ដើមពីសកម្មភាពទូចតាចនៅក្នុងការប្រើប្រាស់ជីវិតរបស់យើងប្រចាំថ្ងៃហ្នឹងហើយនៅពេលដែលយើងធ្វើអីព្យាយាមឲ្យគាត់មានគេហៅថាសកម្មភាពជាមួយគ្នាមួយយើងហ្នឹងទៅហើយគាត់នឹងចេះធ្វើខ្លួនឯង start ពីទូចដូចជាអីគេបងគាត់អាចលាងដៃខ្លួនឯងចាពាក់ស្រោមជើងខ្លួនឯងពាក់ស្រោមជើងរៀងទៅមក level ទៀតណាពាក់ស្បែកជើងខ្លួនឯងស្រែកទឹកទៅយកទឹកខ្លួនឯងបានន័យថាកុំបំពេញនៅតម្រូវការរបស់កូនពេលខ្លះម៉ោងបាយអញ្ចឹងយើងរៀបចំមកកាផ្លេចានទឹកកែវអីអញ្ចឹងណាពេលខ្លះធ្វើភ្លេចខ្លះទៅបែបលក្ខណៈចិញ្ចឹមកូនបែបខ្ជិលខ្លះក៏បានដែរហ្នឹងគឺជួយឲ្យគាត់មានឯករាជ្យភាពដែរឲ្យគាត់ត្រូវការទឹកគាត់អាចដើរទៅយកខ្លួនឯងចានៅក្នុងវ័យហ្នឹងណាចាអូខេហើយចំណុចទី6គឺពាក់ព័ន្ធជាមួយនឹងការគេងហើយនឹងការធ្វើមិនឲ្យគាត់ទៅជាមនុស្សមួយដែលមានទម្លាប់ព្រឹក
ញ៉ាំ breakfast ហើយចូលរៀនហើយថ្ងៃគេង អត់ទាន់ចូលរៀន អត់ទេចង់និយាយជាទម្លាប់ Yeah. ជាទម្លាប់របស់ក្មេងហើយត្រូវគាត់ទៅជាទម្លាប់អញ្ចឹង គាត់មានម៉ោងពេលគាត់ត្រឹមត្រូវ sleep និយាយពីពាក់ព័ន្ធជាមួយបញ្ហាគេងត្រូវតែគាត់ទៅជាឲ្យគាត់គេងមានពេលគ្រប់គ្រាន់សំខាន់គ្រប់គ្រាន់ហើយទម្លាប់ពេលដែលយើងទម្លាប់គាត់បានល្អទៅគឺវាឲ្យគាត់ខួរក្បាលកាន់តែលឿនខួរក្បាលរបស់ក្មេងបើគាត់ធ្វើអីទៅជា routine ឧទាហរណ៍ថាបើគាត់ grow បានឬធម្មតា grow បាន 50% គាត់អាច grow បានមិនក៏លើ 50% ដែរឲ្យតែទៅជាទម្លាប់ ចាហើយនៅក្នុងវ័យហ្នឹងបើតាមតែយើងសិក្សានិយាយគ្នាជាមួយនឹងចាស់ណាគាត់ថាគួរតែគេងឲ្យគ្រប់12ម៉ោងបានល្អបានខួរក្បាលលូតលាស់បានល្អអញ្ចឹងការគេងហ្នឹងគឺសំខាន់មែនតើបើឪពុកម្ដាយគាត់ហត់ពេលយប់ធ្វើការយប់អីអញ្ចឹងសូមឲ្យទុកការងារយកកូនទៅគេងសិនទៅហើយចាំពេលកូនគេងហើយចាំយើងមកបន្តធ្វើការងារក៏បានដែរ ព្រោះគេងវាផ្ដល់ផលប្រយោជន៍ទៅដល់ផ្នែក ខួរក្បាល មិនត្រឹមតែខួរក្បាលទេរាងកាយហើយជាពិសេសមួយទៀតនេះគឺអារម្មណ៍របស់គាត់ពេលខ្លះក្មេងចាំសង្កេតមើលម៉ាក់ប៉ាទាំងអស់គ្នាពេលដែលកូនយើងគេអត់ឆ្អែតពេលគាត់ដល់រឿងមកគាត់មួម៉ៅអញ្ចឹងទៅហ្នឹងអញ្ចឹងគេងឲ្យគ្រប់ហើយគេងឲ្យទៀង ចាហើយទី7បងវាតកតងទៅនឹងអ្វីដែលយើងធ្លាប់និយាយពីមុននិយាយទៅចំណុចទាំងអស់គឺសិតតែយើងបានលើកយកមកនិយាយអញ្ចឹងទី7នេះគឺតកតងទៅនឹងអេក្រង់ទូរស័ព្ទនៅក្នុងការមើល គ្រប់ screen ទាំងអស់មិនថា screen តូចឬ screen ធំទេឬក៏មិនថាគេអត់អីពាក់បន្តាឲ្យអត់ទេគឺឲ្យតែ screen ដូចដែរនិយាយអញ្ចឹងចំណុចសំខាន់នៅពេលដែលកូន0ខែដល់3ឆ្នាំនេះគាត់ត្រូវការ connection ត្រូវការ build ភាពជឿ trust នៅក្នុងខ្លួនអញ្ចឹងពេលដែលគាត់និយាយមួយយើងមានចម្លើយឬតបទៅវិញអញ្ចឹងដូចគ្នាអញ្ចឹងនៅពេលដែលគាត់មើល screen គឺកាត់បន្ថយកន្លែងហ្នឹងអញ្ចឹងអត់មានបានជួយអភិវឌ្ឍអីទេគឺជួយបានឲ្យគាត់ស្ងប់តែមួយផ្លែតនឹងឯងចាអញ្ចឹងបើសិនជាគាត់ជាក្មេងដែលអាសាមើល screen យើងនឹងសង្កេតឃើញថាការនិយាយរបស់គាត់ក៏រៀងយឺតជាងធម្មតាហើយការ focus របស់គាត់ក៏អត់សូវមានដែរគាត់ឆាប់មូម៉ៅអីអញ្ចឹងហើយនឹងទំនាក់ទំនងជាមួយមនុស្សក៏រៀងឆ្ងាយចាអត់សូវខ្វល់ពីមនុស្សទេគាត់ខ្វល់តែតែក្រងគាត់ហ្នឹង មើលរហូតចាហើយនឹងចំណុចចុងក្រោយទី8គឺរបបអាហារកូននៅក្នុងវ័យហ្នឹងគឺកំពុងតែលូតលាស់គ្រប់ផ្នែកទាំងអស់តែម្ដងហើយអ្វីដែលសំខាន់ដែលយើងអាចយកចិត្តទុកដាក់ហើយជួយទៅការលូតលាស់ហ្នឹងគឺរបបអាហារហ្នឹងឯងចាគឺព្យាយាមធ្វើម្ហូបជ្រើសរើសរបបអាហារដែលមានប្រយោជន៍សម្រាប់កូនយើងអញ្ចឹងដូចរាល់ថ្ងៃអញ្ចឹងលើកឧទាហរណ៍ជាក់ស្ដែងមនុស្សធំយើងពេលខ្លះមិនមែនពេលខ្លះឯងភាគច្រើនគឺអត់ទៅបានគិតទេអត់ទៅបានគិតពីមនុស្សធំទេប៉ុន្តែកូនអត់បានទេនៅគ្រាន់ពេលដែលម៉ោងបាយគឺត្រូវតែមានគ្រប់ទាំងអស់បន្លែសាច់ផ្លែឈើចាហើយអ្វីដែលយើងវីតាមីនអីដែលថាល្អអាចជួយគាត់បាននៅក្នុងវ័យហ្នឹងគឺយើងត្រូវតែយកចិត្តទុកដាក់តែម្ដងតាក់ទងមួយនឹងរបបអាហារអត់អាចធ្វើប្រហែសបានទេចានិយាយទៅយើងព្យាយាមអាហ្នឹងគេហៅថាជាសារជាតិមួយដែលគាត់ត្រូវយកទៅចិញ្ចឹមរាងកាយគាត់ជាពិសេសរាងកាយហើយខួរក្បាលហ្នឹងហើយនឹងសុខភាពទូទៅរបស់គាត់អញ្ចឹងយើងអត់អាចប្រហែសទេបើមិនយើងធ្វើបានល្អអាហ្នឹងវាអត់មានវាស់ស្ទង់ទេប៉ុន្តែវានឹងឃើញលទ្ធផលថ្ងៃក្រោយពីថ្ងៃទៅថ្ងៃណាអញ្ចឹងមកថាកុំប្រហែសជាមួយនឹងអាហាររបបអាហាររបស់គាត់បញ្ចូលគ្រប់សារជាតិហើយសិក្សាបន្ថែមចាគាត់ត្រូវការអីរបៀបម៉េចហ្នឹងហើយក្មេងខ្លះគាត់មានតំបាក់ប៉ាដឹងពលរដ្ឋខ្លួនឯងថាខ្វះសារជាតិអីអញ្ចឹងយើងបន្ថែមហ្នឹងទៅចាតាមដានឲ្យជាប់ចាតាមពិតទៅបើនិយាយឲ្យស្រួលស្ដាប់បើយើងមិនបដោតទៅលើចំណុចមួយខ្លាំងណាវាអត់មានអីខុសពីការប្រើប្រាស់ជីវិតរបស់យើងប្រចាំថ្ងៃនឹងទេគ្រាន់តែភាគច្រើនយើងបានមើលរំលងនៅចន្លោះអាយុប៉ុណ្នេះ0ខែដល់3ឆ្នាំយើងទុកសិនទៅបលែងសិនទៅកុំទាន់មើលគាត់នៅទូចឬក៏គិតថាគាត់នៅទូចគាត់អត់ទាន់ត្រូវការនេះត្រូវការនោះអីណាប៉ុន្តែគឺពីពួកយើងសិក្សាមកហើយបានអនុវត្តជាក់ស្ដែងយើងឃើញថាវាពិតជាសំខាន់មែនហើយសំខាន់ហ្នឹងមិនមែនពេលខ្លីទេគឺសំខាន់ទៅថ្ងៃអនាគតរបស់កូនយើងគឺយើងកំពុងតែសាងគ្រឹះសាងទៅសសរគ្រឹះរឹងមាំសម្រាប់កូនយើងអញ្ចឹងនៅពេលដែលគាត់ផុតវ័យនេះហេតុអីបាន0ទៅ3ឆ្នាំបងដោយសារតែពេលនេះគឺនៅជាមួយនឹងឪពុកម្ដាយអញ្ចឹងពេលដែលគាត់ផុត3ឆ្នាំទៅគាត់ចាប់ផ្ដើមចូលសាលាជីវិតគាត់ចាប់ផ្ដើមមានអ្នកក្រៅចូលមក
បរិយាកាសនៅខាងក្រៅអីយ៉ាងអញ្ចឹងបើសិនជាយើងអាចសាងគ្រឹះឲ្យរឹងមាំឲ្យហើយមុននឹងប្រឡែងឲ្យគាត់ទៅជួបពិភពលោកខាងក្រៅគឺយើងនឹងចង់និយាយថាវាជាអ្វីមួយដែលល្អហើយនឹងទទួលបានអត្ថប្រយោជន៍ច្រើនចា៎ចំណុចទាំង8ខ្ញុំគិតថាប្រកាសជាវាមិនអាចធ្វើបានល្អឥតខ្ចោះទាំង8ហ្នឹងទេប៉ុន្តែយើងត្រូវសង្កេតខ្លួនឯងថាតើយើងគិតថាចំណុចមួយណាមួយគាត់ខ្សោយឬក៏ចំណុចមួយណាមួយយើងត្រូវការចាំបាច់ឬក៏បើអាចធ្វើទាំងអស់ហ្នឹងប៉ុន្តែខ្ញុំជឿថាបើធ្វើបានទាំងអស់វាជាផ្នែកទាំង8ដែលវាផ្សេងគ្នាហើយវាទៅអភិវឌ្ឍគាត់ផ្សេងរូបសន្តានចា៎អញ្ចឹងធ្វើបានកាន់តែច្រើនកាន់តែគៀក8ចំណុចហ្នឹងគឺកាន់តែពិសេសហើយការចិញ្ចឹមកូនវាជាអាជីពមួយដែលដូចតែងតែនិយាយអញ្ចឹងគិតថាពិបាកជាងអ្វីទាំងអស់នៅលើពិភពលោកនេះគឺការចិញ្ចឹមមនុស្សនឹងឯងតែអត់បងហើយយើងបើសិនជាយើងតាំងចិត្តថាយើងខំប្រឹងទៀតដើម្បីចិញ្ចឹមឲ្យមានគុណភាពទៀតគឺវាមិនមែនជារឿងងាយស្រួលទេភាពហត់នឿយគឺមានប៉ុន្តែសូមឲ្យទាំងអស់គ្នាយើងផ្ដល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមកហើយវាអត់មានអីដែលថាយើងធ្វើអត់បានទេបងមែនទេគ្រាន់តែថាពិបាក take time ហើយនឹងព្យាយាមធ្វើចិត្តឲ្យធ្ងន់បន្តិចចាអូខេបងអញ្ចឹងដោយសារនេះក៏ជា EP ចុងក្រោយនៅក្នុងរដូវកាលទី1អញ្ចឹងបងមានជាពេកផ្ដាំផ្ញើក៏ដូចជាមានសារអីជាពិសេសទៅដល់ប៉ាម៉ាក់ដែលគាត់តែងតែគ្រប់គ្រងម៉ាក់ប៉ាថកបងតាំងពីដើមមករហូតដល់ឥឡូវនេះចាដូចដោយសារនេះគឺជា EP ចុងក្រោយហើយនៅក្នុង season 1នេះអញ្ចឹងពួកយើងទាំងពីរនាក់ក៏ចង់លើកយកនៅគោលគេហៅថាគំនិតថាហេតុអីបានយើងផ្ដើមធ្វើ podcast នេះមកចាគឺក៏ដោយសារតែពួកយើងទាំងពីរជាឪពុកម្ដាយលើកដំបូងជាប៉ាម៉ាក់លើកដំបូងមានកូនមួយហើយជាកូនមួយដែលនិយាយចង់បានន័យថាព្យាយាមខ្លាំងតម្រាំតែមានគាត់មកអញ្ចឹងយើងចង់បង្កើតនៅកម្មវិធីណាមួយដែលធ្វើឲ្យពួកយើងហ្នឹងមិនឃ្លាតឆ្ងាយពីការសិក្សាពីកូនថាវាបងវាជាសញ្ញាមួយដែលយើងត្រូវតែចងចាំទុកហើយក៏វាជារឿងមួយដែលយើងអាចជួយចែកម្លែកបាទចែកម្លែកទៅដល់ប៉ាម៉ាក់ទាំងអស់គ្នាចាហើយជឿជាក់ថាក៏មិនមែនតែពួកយើងហើយនឹងប៉ាម៉ាក់ផ្សេងគាត់មានបទពិសោធន៍ច្រើនហើយបទពិសោធន៍ផ្សេងទៀតក៏យើងចង់បានការជួយចែកម្លែកការផ្ដល់ជាមតិយោបល់ពីប៉ាម៉ាក់ទាំងអស់គ្នាផងដែរអានេះសំខាន់ណាស់ប៉ាម៉ាក់ទាំងអស់គ្នាពេលយើងមានធនធានល្អហ្នឹងហើយប្រទេសយើងប្រកាសជាល្អប៉ុន្តែយកបុតឲ្យច្រើនអ្នកមានសមត្ថភាពពុំក្រោម5ក៏បានមកតារាងបាល់ទាត់ទៀត the best អញ្ចឹងផងនិយាយតាមអ្នកមានសមត្ថភាពអូខេធ្វើឲ្យអញ្ចឹងធ្វើឲ្យគុណភាពអញ្ចឹងយើងត្រូវបៀលមួយខាងគ្នាគាត់អូចាគិតគូសិនអូខេព្រោះមួយមិនមែនងាយទេចាអូខេអញ្ចឹងសង្ឃឹមថាម៉ាក់ប៉ា Talks គឺជាកម្លាំងចិត្តមួយក៏ដូចជាមិត្តភ័ក្តិមួយជាកម្មវិធីមិត្តភ័ក្តិមួយសម្រាប់ម៉ាក់ប៉ាទាំងអស់គ្នាអាចចែកម្លែកឬក៏ចង់មានប្រធានបទអីផ្សេងដែលចង់ឲ្យពួកយើងលើកយកមកនិយាយនៅក្នុងវគ្គក្រោយទៀតរដូវកាលទី2ចាអាច comment អាច inbox មកកាន់ page ពួកយើងបានអានេះយើងនិយាយពីបើតាមនេះយើងនិយាយពី update សម្រាប់កូនយើងផ្ទាល់ទេឧទាហរណ៍បើសិនជាមានម៉ាក់ប៉ាណាគាត់វាអាយុលើសនឹងឧទាហរណ៍យើងត្រូវការសិក្សាពីគាត់អញ្ចឹងត្រូវការគាត់មកជួយបរៀនដែរចាអូខេអញ្ចឹងរដូវកាលក្រោយអាចនឹងមានអ្វីកាន់តែរំភើបហើយក៏អាចមានដូចថាវត្តមានភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីក៏ថាបានដែរចាតើតែទស្សនិកជនគាត់ត្រូវរងចាំមើលរដូវកាលទី2នឹងបន្តទៀតចាកុំភ្លេចម៉ាក់ប៉ា Talks យើង break តាមកពេលខ្លីទេហើយយើងនឹងត្រឡប់មកវិញនៅអ្វីដែលថ្មីទៀតនៅក្នុងរដូវកាលទី2នេះយើងជាមិត្តភ័ក្តិនឹងគ្នាយើងបង្រៀនកូនតែតាមពិតចំណុចសំខាន់គឺយើងខ្លួនឯងហ្នឹងឯងកំពុងតែរៀនពីកូនសិក្សាពីកូនរាល់ថ្ងៃអរគុណចឹងសូមជម្រាបលាបងប្អូនទាំងអស់គ្នាត្រឹមប៉ុណ្នេះហើយជួបគ្នានៅក្នុងរដូវកាលទី2ក្នុងពេលឆាប់ៗបាយ